ម្ដាយខ្ញុំនឹងមួយរយៈនេះចូលចិត្តញ៉ាំឈាមជ្រូកខ្លាំងណាស់តែមិនមែនញ៉ាំឆ្អិនទេគឺញ៉ាំឆៅតែម្ដងខ្ញុំក៏បានប្រាប់រឿងនេះនឹងទៅមិត្តភក្តិខ្ញុំឈ្មោះពិសិដ្ឋនឹងក៏ប្រែទឹកមុខភ្លាមពិសិដ្ឋនឹងក៏និយាយថាមនុស្សខ្លះនឹងគាត់បានស្លាប់បាត់ទៅហើយតែគាត់នឹងមិនដឹងថាខ្លួនឯងស្លាប់នោះទេហើយគាត់នឹងក្លាយទៅជាខ្មោចតៃហោងនៅពេលដែលគាត់នឹងស៊ីឈាមស្រស់នេះមិនឆ្អែតនឹងគាត់នឹងដើរស៊ីសាច់មនុស្សម្ដងហើយតែងតែជ្រើសរើសស៊ីមនុស្សដែលនៅក្បែរខ្លួនមុនគេឯងចាំមើលយប់នេះនឹងតើគាត់ចូលបន្ទប់ឯងឬអត់ចុងក្រោយនឹងពាក់កណ្ដាលត្រៀតនឹងម្ដាយខ្ញុំនឹងពិតជាបានចូលបន្ទប់ខ្ញុំពិតមែនពេលព្រឹកមុនទៅសាលានឹងខ្ញុំឃើញម្ដាយខ្ញុំនឹងកំពុងកាន់ចានដែកធំផឹកឈាមជ្រូកនឹងយ៉ាងឆ្ងាញ់ពេលឃើញខ្ញុំចេញមកនឹងគាត់ក៏ដាក់ចានចុះហើយភ្នែកនឹងសម្លឹងមកខ្ញុំនឹងធំម៉ាក់ទិញឈាមជ្រូកទៀតហើយផឹកបែបនេះនឹងមិនឆ្អាបទេឬឯងដឹងស្អីឈាមជ្រូកនឹងត្រូវញ៉ាំបែបនេះនឹងទើបឆ្ងាញ់ហើយយប់ឡើងនឹងចេញពីរៀននឹងបញ្ញាប់មកផ្ទះមកឈាមសល់នឹងចាំម៉ាក់នឹងទុកធ្វើស៊ុបឲ្យញ៉ាំគ្រាន់តែគាត់និយាយចប់នឹងខ្ញុំនឹងចង់ក្អួតបាត់ទៅហើយក៏ដើរចេញទៅសាលាបាត់តាំងពី2ខែមុនមកម្លេះម្ដាយខ្ញុំនឹងចម្លែកខ្លាំងណាស់គាត់នឹងចាប់ផ្ដើមចូលចិត្តផឹកឈាមនឹងខ្លាំងមែនតែនទាំងឈាមជ្រូកឈាមទាគាត់ទិញមកផ្ទះទាំងអស់ពីមុននឹង2-3ថ្ងៃនឹងគាត់ញ៉ាំម្ដងតែឥឡូវនឹងគឺញ៉ាំស្ទើរតែរាល់ថ្ងៃពេលទៅដល់សាលានឹងខ្ញុំក៏ទប់មិនជាប់នឹងក៏ប្រាប់រឿងនេះនឹងទៅពិសិដ្ឋនឹងភ័យស្លន់ស្លោស្រែកថាម៉ាក់ឯងនឹងប្រហែលគឺជាខ្មោចតៃហោងហើយឯងលេងសើចជាមួយនឹងយើងមែនខ្មោចតៃហោងស្អីគ្នាមិនដែលឮសោះឯងនឹងកុំមិនជឿរឿងនេះអីអ្នកខ្លះនឹងស្លាប់ហើយតែគិតតែខ្លួនឯងនឹងនៅរស់ក៏ខ្លាយទៅជាខ្មោចតៃហោងហើយខ្មោចនេះនឹងមានកម្លាំងតែពេលផឹកឈាមប៉ុណ្ណោះពេលផឹកឈាមមិនឆ្អែតនឹងត្រូវចាប់ផ្ដើមស៊ីមនុស្សហើយអញ្ចឹងឯងសម្គាល់មើលយប់នឹងមើលគាត់នឹងមានមកបន្ទប់ឯងអត់ឮបែបនេះនឹងខ្ញុំខឹងភ្លាមមិនឯងហ៊ាននិយាយអញ្ចឹងដាក់ម៉ាក់គ្នានឹងនៅរស់ធម្មតាទេមិនមែនខ្មោចតៃហោងអីទេឃើញខ្ញុំមិនជឿនឹងពិសិដ្ឋក៏និយាយបន្តទៀតថាម៉ាក់ឯងនឹងប៉ុន្មានខែនេះមើលទៅមែនគ្មានកម្លាំងមែនទេចូលចិត្តមួយទឹកកណ្ដាលយប់ហើយមិនដែលឆ្លោះកញ្ចក់ទៀតឮដូច្នេះនឹងខ្ញុំនឹងក៏ព្រឺសម្បល់ភ្លាមម្ដាយខ្ញុំនឹងប៉ុន្មានខែនេះនឹងគឺពិតជាមិនដូចពីមុនពិតមែនពេលថ្ងៃនឹងគាត់មិនដែលចេញក្រៅដើរលេងសោះចាំពេលថ្ងៃលិចនឹងទើបគាត់ចេញពេលថ្ងៃនឹងមិនមុជទឹកទេហើយពេលខ្លះនឹងខ្ញុំភ្ញាក់កណ្ដាលយប់នឹងទៅបត់ជើងនឹងខ្ញុំឮសំឡេងទឹកហូរក្នុងបន្ទប់គាត់ទៀតហើយពីមុននឹងគាត់តែងតែឆ្លោះមើលកញ្ចក់តែងខ្លួនរយៈពេលកន្លះម៉ោងនឹងរាល់ព្រឹកតែឥឡូវក្រៅពីផឹកឈាមនឹងខ្ញុំដូចជាមិនដែលឃើញគាត់នឹងឆ្លោះកញ្ចក់សោះខ្មោចតៃហោងនឹងតែងតែដេកពេលថ្ងៃហើយចេញពេលយប់ងូតទឹកកណ្ដាលយប់នឹងគឺខ្លាចពួកឯងនឹងឃើញស្នាមស្អុយរលួយរបស់គាត់ហើយបើគាត់ឆ្លោះកញ្ចក់នឹងមានប្រតិកម្មប្រលឹងនឹងភ្លាមដូច្នេះនឹងទើបពួកគេនឹងមិនហ៊ានឆ្លោះកញ្ចក់ទេឯងច្រឡំហើយម៉ាក់គ្នានឹងនៅមានកម្ដៅខ្លួនធម្មតាមានចង្វាក់បេះដូងមិនទាំងអាចស្លាប់ទៅកើតអញ្ចឹងឯងចាំមើលថាយប់នឹងគាត់បានចូលបន្ទប់ឯងដែរឬទេល្ងាចចេញពីសាលានឹងម្ដាយខ្ញុំនឹងពិតជាបានយកឈាមជ្រូកដែលសល់នឹងមកធ្វើស៊ុបហូបមែនគាត់ចាប់ឈាមជ្រូកនឹងដាក់ឲ្យប៉ាខ្ញុំមួយដុំដាក់ឲ្យប្អូនប្រុសខ្ញុំមួយដុំដល់វេនខ្ញុំនឹងក៏រំកិលចានថយក្រោយម៉ាក់ខ្ញុំមិនឃ្លានទេឮខ្ញុំថាមិនញ៉ាំម្ដាយខ្ញុំនឹងក៏ធ្វើមុខក្រញើមិនបានទេត្រូវតែញ៉ាំគ្មានជំរឿសខ្ញុំនឹងក៏ទ្រាំញ៉ាំមួយម៉ាត់ទៅញ៉ាំបាយរួចនឹងខ្ញុំក៏ចូលបន្ទប់គេងវិញប៉ុន្តែក្នុងក្បាលនឹងគិតតែរឿងពិសិដ្ឋនិយាយគាត់នឹងចូលក្នុងបន្ទប់ឯងនឹងនៅយប់នេះមិនត្រូវទេសម័យណាហើយនៅមានខ្មោចព្រាយអីទៀតពិសិដ្ឋនឹងច្បាស់ជាលេងសើចជាមួយនឹងខ្ញុំហើយគិតដូច្នេះនឹងខ្ញុំក៏ស្ងប់ចិត្តហើយនឹងក៏ដេកលក់ភ្លាមរហូតនឹងដល់ម៉ោងប្រហែល1យប់នឹងខ្ញុំបានឮសំឡេងទឹកហូរនឹងចេញពីបន្ទប់ក្បែរខ្ញុំសំឡេងនឹងហាក់ដូចជាចេញពីបន្ទប់ទឹកខ្ញុំនឹងនឹកឃើញពាក្យរបស់ពិសិដ្ឋនិយាយថាងូតទឹកកណ្ដាលយប់នឹងខ្លាចឃើញស្នាមស្អុយរលួយក្នុងខួរក្បាលខ្ញុំនឹងស្រាប់តែភ័យឡើងម្ដងទៀតខ្ញុំស្ទាក់ស្ទើរយ៉ាងយូរក៏សម្រេចចិត្តនឹងចេញទៅលបមើលមកដល់មាត់ទ្វារនឹងខ្ញុំឃើញទ្វារបន្ទប់ទឹកនឹងមិនបានបិទជិតនឹងឃើញប្រហោងបន្តិចខ្ញុំនឹងក៏លបមើលពេលនោះនឹងម្ដាយខ្ញុំនឹងកំពុងលាងជើងរបស់គាត់នឹងរលោងស្អាតណាស់គ្មានអ្វីចម្លែកទេត្រឡប់មកបន្ទប់វិញនឹងខ្ញុំធូរចិត្តទាំងស្រុងពិតជាពិសិដ្ឋនឹងបំភ័យខ្ញុំហើយម៉ាក់ខ្ញុំនឹងមិនមែនខ្មោចតៃហោងស្អីទេឥឡូវនឹងអាចដេកវិញបានហើយតែមិនទាន់ដេកបានប៉ុន្មានផងខ្ញុំនឹងឮសំឡេងទ្វារបន្ទប់ខ្ញុំនឹងត្រូវបានបើកខ្វាក់សំឡេងជើងនឹងលោតដុបនឹងចូលមកក្បែរក្រែរបស់ខ្ញុំសំឡេងនោះនឹងមិនដូចរាល់ថ្ងៃទេគឺយឺតធ្ងន់ហើយលោតទៀតហើយក៏លោតមកក្បែរក្រែខ្ញុំហើយឈប់ខ្ញុំនឹងភ័យបិទភ្នែកភ្លាមមួយវិនាទីក្រោយនឹងខ្ញុំមានអារម្មណ៍ថាត្រជាក់នៅកញ្ចឹងកដូចជាមានអ្វីមួយមុតនឹងមកប៉ះត្រដោះមិនឈប់សោះខ្ញុំនឹងក៏ប្រញាប់បើកភ្នែកមើលងាកមើលចំឃើញគឺម្ដាយខ្ញុំសោះខ្ញុំក៏ប្រញាប់ក្រោកអង្គុយនិយាយទៅកាន់គាត់ថាម៉ាក់កណ្ដាលយប់ហើយមិនគេងមកបន្ទប់ខ្ញុំនឹងធ្វើអ្វីម្ដាយខ្ញុំនឹងធ្វើមុខភ័យរួចសម្លឹងមកខ្ញុំខ្លាចកូននឹងធាក់ភួយចេញក៏មកជួយដណ្ដប់ឲ្យនិយាយចប់នឹងគាត់ក៏ងាកដើរចេញទៅវិញតែពេលនេះនឹងជំហានគាត់នឹងធម្មតាវិញហើយមិនលោតម្ដងដូចមុននោះទេម្ដាយខ្ញុំនឹងចេញទៅបាត់ខ្ញុំនឹងក៏យកទូរស័ព្ទនឹងផ្ញើសារទៅពិសិដ្ឋម្ដាយគ្នានឹងគឺពិតជាចូល
ចូលបន្ទប់គ្នាពិតមែនហើយគាត់ថែមទាំងលោតចូលមកទៀតពិសិដ្ឋនឹងតបយ៉ាងលឿនខ្មោចតៃហោនឹងគឺសង្កេតមើលគុណភាពសាច់ឯងមុននឹងស៊ីបើចាស់ពេកគេនឹងឲ្យឯងនឹងផឹកឈាមរាល់ថ្ងៃដើម្បីទុកឲ្យវាចូលជាតិបើទុនល្អពេលណានឹងគេនឹងចាប់ផ្ដើមស៊ីឯងហើយឃើញឆាតពិសិដ្ឋនឹងខ្ញុំភ័យមែនតើអញ្ចឹងបានជាម៉ាក់ខ្ញុំនឹងចេះតែឲ្យពួកយើងនឹងញ៉ាំឈាមជ្រូកគឺចង់ផ្អាប់ឲ្យយើងនឹងចូលជាតិសោះអញ្ចឹងពិសិដ្ឋឥឡូវគ្នានឹងត្រូវធ្វើយ៉ាងម៉េចម៉ាក់គ្នានឹងគឺពិតជាត្រៀមស៊ីពួកយើងពិតមែនហើយកុំបារម្ភអីយប់នេះនឹងឯងច្បាស់ជាមានសុវត្ថិភាពហើយចាំស្អែកដល់សាលានឹងគ្នានឹងជួយរៀបចំឲ្យព្រឹកស្អែករៀបនឹងចេញទៅសាលានឹងម្ដាយខ្ញុំនឹងនៅតែកាន់ឈាមជ្រូកមួយចានធំនឹងផឹកយ៉ាងឆ្ងាញ់ខ្ញុំនឹងមិនហ៊ាននៅយូរទេក៏ប្រញាប់ចេញពីផ្ទះទៅដល់សាលានឹងខ្ញុំក៏ប្រញាប់រកពិសិដ្ឋធ្វើមិនទៅតិចយប់នេះនឹងគាត់មកស៊ីគ្នាម្ដងទៀតទៅកុំបារម្ភអីមានយើងនៅទីនេះហើយនិយាយចប់នឹងគាត់ក៏យកកូនយ័ន្តត្រីកោណមួយនឹងចេញមកប៉ាគ្នានឹងប្រហែលជា5ថ្ងៃទៀតទើបត្រឡប់មកវិញឯងនឹងយកយ័ន្តនេះទៅពាក់សិនទៅនេះគឺជាយ័ន្តដែលប៉ាគ្នាទុកឲ្យបើទោះជាខ្មោចនោះនឹងចូលក្នុងបន្ទប់ឯងយប់នេះនឹងក៏គាត់នឹងរកឯងមិនឃើញដែរពិសិដ្ឋគ្នានៅតែខ្លាចដដែលអញ្ចឹងឥឡូវអញ្ចេះប៉ុន្មានថ្ងៃនេះនឹងគ្នាមិនចូលផ្ទះទេទៅរកផ្ទះសំណាក់នៅសិនចាំប៉ាឯងមកនឹងចាំទៅរកម៉ាក់គ្នាវិញម៉ាក់ឯងនឹងគាត់បានឲ្យឯងនឹងញ៉ាំឈាមនឹងអស់ជាយូរណាស់មកហើយឥឡូវនេះនឹងនៅក្នុងខ្លួនឯងនឹងគឺសុទ្ធតែក្លិនឈាមបើទោះជាឯងនឹងរត់ទៅកន្លែងណានឹងក៏គាត់នឹងរកឃើញដែរចោះប៉ានិងប្អូនរបស់គ្នាវិញពួកគាត់នឹងក៏មានក្លិនឈាមដែរឬទេឯងនឹងមិនបាច់បារម្ភទេខ្មោចនេះនឹងចូលបន្ទប់ឯងនឹងយប់ទី1មានន័យថាគេនឹងស៊ីឯងមុនគេមិនបដូរទម្លាប់ស៊ីឡើយឯងគ្រាន់តែទ្រាំ5ថ្ងៃទៀតទៅ5ថ្ងៃទៀតប៉ាគ្នានឹងច្បាស់ជាមកដល់ដោយសារតែឮពិសិដ្ឋនិយាយបែបនេះនឹងខ្ញុំនឹងក៏ធូរចិត្តឡើងវិញពេលល្ងាចក្រោយពេលចេញពីសាលានឹងខ្ញុំពន្យាពេលដើរតាមផ្លូវនឹងដល់តែម៉ោង6 7យប់នឹងទើបចូលផ្ទះដល់ផ្ទះនឹងម្ដាយខ្ញុំនឹងធ្វើមុខតានតឹងណាស់ថ្ងៃនេះមិនឯងនឹងមកយឺតម្លេះអូម៉ាក់គ្រូបង្រៀនថ្ងៃនេះនឹងគាត់ថែមម៉ោងបន្តិចបន្តួចអញ្ចឹងប្រញាប់ទៅញ៉ាំបាយទៅនៅទុកឲ្យកូនឯងនៅឡើយទេម្ហូបរបស់ខ្ញុំនឹងគឺពិតជាឈាមជ្រូកមួយចានទៀតមែនម្ដាយខ្ញុំនឹងឈោក្បែរនោះនឹងភ្នែកសម្លឹងមកខ្ញុំដូចជារងចាំខ្ញុំនឹងញ៉ាំឲ្យអស់ចាំបន្តិចខ្ញុំលាងចានខ្លួនឯងម៉ាក់ទៅធ្វើការផ្សេងសិនទៅត្រូវតែញ៉ាំឲ្យអស់ណាយើងទៅធ្វើការសិនហើយពេលម្ដាយខ្ញុំចេញទៅខ្ញុំក៏ប្រញាប់ចាក់ឈាមជ្រូកនោះទៅក្នុងបង្គន់ទាំងអស់យប់ឡើងខ្ញុំកាន់យ័ន្តដែលពិសិដ្ឋនោះឲ្យនោះដាក់នៅក្នុងដៃមិនហ៊ានដេកសោះក្នុងចិត្តនឹងនៅតែគិតថាតើយប់នេះនឹងម៉ាក់នឹងមកទៀតទេដោយសារតែការអត់ងងុយយូរពេកនឹងទើបធ្វើឲ្យខ្ញុំនឹងទ្រាំលេងបានខ្ញុំនឹងក៏ដេកលក់បាតប្រហែលម៉ោង2យប់នឹងទ្វាររបស់ខ្ញុំនឹងក៏ឮសំឡេងបើកម្ដងទៀតមួយរំពេចនោះនឹងខ្ញុំភ្ញាក់ភ្លាមរួចក៏ឮសំឡេងជើងដែលធ្លាប់ឮនឹងលើកនេះនឹងខ្ញុំបានឮច្បាស់ណាស់មិនមែនដើរទេគឺលោតមកទាំងស្រង់តែម្ដងម្ដាយខ្ញុំនឹងគឺពិតជាខ្មោចតៃហោមែនទេសំឡេងជើងនោះមកឈរពីមុខក្រែខ្ញុំនឹងយូរមែនតើគ្មានកម្រើកសោះខ្ញុំមានអារម្មណ៍ថារងាពេញខ្លួនដូចជាមានអ្វីមួយយ៉ាងនឹងផ្លុំខ្យល់ពីលើក្បាលការភ័យខ្លាចនេះនឹងធ្វើឲ្យខ្ញុំនឹងបែកញើសឡើងចូលខ្លួនខ្ញុំក៏លួចបើកភ្នែកតិចនឹងឃើញថាម្ដាយខ្ញុំនឹងដូចជាខ្លាចអ្វីមួយយ៉ាងមិនហ៊ានមកក្បែរអញ្ចឹងខ្ញុំនឹងធូរចិត្តណាស់យន់ពិសីនឹងឲ្យនឹងគឺពិតជាមានប្រសិទ្ធភាពមែនតែមួយវិនាទីក្រោយនឹងភ្នែកម្ដាយរបស់ខ្ញុំនឹងសម្លឹងចំមុខខ្ញុំគាត់នឹងលូកម្រាមដៃចង្អុលនឹងមករកខ្ញុំនឹងយឺតខ្ញុំភ័យពេកក៏បិទភ្នែកភ្លាមមួយរំពេចក្រោយនឹងខ្ញុំមានអារម្មណ៍ថាភួយរបស់ខ្ញុំនឹងត្រូវបានទាញឡើងមកគ្របខ្លួនខ្ញុំ